បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកលេងហ្គេមធ្វើកសិកម្មទៀតហើយហ្នឹងគាត់ថានេះបើកបាល់មកគាត់ថាខ្ញុំលក់អំពៅឲ្យអ៊ីនេះមួយហើយនឹងលក់សាច់ជ្រូកឲ្យអ៊ីម្នាក់ទៀតទៅមកយើងប្រមូលផលដំណាំយើងបន្ទាប់ពីប្រមូលផលហើយយើងដើរប្រមូលផលថាបលដែលយើងបាននេះវាណាបានដាក់ទុកតែពេលឥឡូវនេះខ្ញុំដាក់ចំណីគោនិងចំណីមាន់បន្ទាប់ពីដាក់ចំណីហើយយើងយកពងមាន់ហើយនឹងដាក់កាត់រោមជៀមហើយនឹងធ្វើចំណីមាន់ចំណីគោគាត់ថាយើងបន្ទាប់ពីយើងនេះបានយើងទៅលក់ដើម្បីយកផ្កាយដើម្បីឡើងល្វែលកាន់តែខ្ពស់ហ្នឹងអូយកែនេះសុខភាពសោតល្អទេបងប្អូនអើយចូលសលេងផងឈឺផងឥឡូវនេះយើងដាំអំពៅបន្ទាប់ពីដាំហើយយើងគឺថាឡើងល្វែលនេះឡើងល្វែល17គាត់ថាកន្លែងនេះខ្ញុំទិញដីដាក់ថែមដើម្បីយើងដាំដំណាំបានកាន់តែច្រើនតើមកយើងដាំមកស្អីគេលឹកស្អីគេខ្ញុំមិនសូវស្គាល់ទេហ្នឹងហើយបងប្អូនអរគ្នាកុំភ្លេចជួយ Subscribe ខ្ញុំម្នាក់មួយផងណាថាខ្ញុំចូលសលេងទាំងវល់ឯសារខ្ញុំប្រាសាយតែសារខ្ញុំត្រូវទឹកភ្លេងប្រាសាយឥឡូវនេះយើងទិញជាមដាក់មួយទៀតមកហើយដាក់ច្នៃមួយទៀតហ្នឹងហើយគឺថាបានជាម2ហ្នឹងគឺថាមើលរបស់របរយើងចាប់ដល់មិនអីលេងទេនេះអ្នកគ្នាបើខ្ញុំលេងម៉ែកាជួយគ្រប់ត្រូលខ្ញុំអត់ខ្ញុំចង់មើលលេងហ្គេមម៉ែក្រាំងដើម្បីឲ្យបងប្អូនទស្សនាដល់គ្នាហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងអ្នកជួយចុច like Subscribe ខ្ញុំមួយផងហ្នឹងហើយអូខេបាយបាយអ្នកគ្នា